បាទពុកម៉ែបងប្អូនចង់ដឹងប្រភេទអូតូម៉ាទិកដែល Apollo ទើបតែហៅថាផលិតឡើងមកម៉ាស៊ីនណាបាទបងប្អូនមើលប្រភេទគេហៅថា To Beyond ឬក៏ប្រភេទយ៉ៃគេណាគឺមានតែ Rolex ទេដែលគេអាចធ្វើបានប្រភេទយ៉ៃកាត់តតឹងអញ្ចឹងណាហើយនេះគឺជាការសិក្សាថ្មីរបស់ក្រុមហ៊ុន Swiss គឺជាក្រុមហ៊ុន Apollo ដែលគេទើបតែសិក្សាឡើងមកពុកម៉ែបងប្អូនស្អាតមែនទែនហើយនៅខាងមុខគេក៏គេឃើញគេហៅថា Open Heart ដែលឃើញទៅដោយម៉ាស៊ីនហើយម៉ូដនេះដែរខ្ញុំចង់បញ្ជាក់បងប្អូនថាមានតែនៅ Eon 1ឯណាខ្ញុំសូមបញ្ជាក់ហើយនាឡិកានេះគឺជាប្រភេទ Automatic តនមាន promotion បងប្អូនទិញម៉ូដនេះណាអូយខ្ញុំនិយាយចំទៅខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមែនតើដែលជាប្រភេទអូតូបែបទៅថាយ៉ៃកាត់តតឹងដែលក្រុមហ៊ុន Apollo ធ្វើបានណាហើយម៉ាកជាច្រើនស្វីល្បីអត់ទាន់ធ្វើបានណាបងប្អូនបាទចាក់កក៏ធ្វើបានដែរម៉ាកចាក់កតែឥឡូវនេះយើងទើបតែនាំចូលអញ្ចឹងបងប្អូនតោះទៅមើលម៉ាកជាច្រើនទៀតនៅផ្សារទំនើប Eon 1នៅផ្សារទំនើប Eon 1គឺនៅមានម៉ាក Atletica Apollo Matitiso និង Brand Rotana ដែលមាន promotion 20 30ទៅ 50% អញ្ចឹងពុកម៉ែបងប្អូនរុះរាន់ណា promotion ហ្នឹងក៏សល់តែប្រហែលថ្ងៃនេះទៀតដែរដើម្បីឲ្យពុកម៉ែបងប្អូនមកទទួលយកនៅ promotion ល្អទិញនាឡិកាដៃសុទ្ធដែលមានគុណភាពខ្ពស់ការធានាខ្ពស់ជូនពុកម៉ែបងប្អូនអញ្ចឹងបងប្អូនអាចធ្វើការមកមើលបានពីម៉ូដពី model ជាច្រើនដែលនៅហាងនៅផ្សារទំនើបបាទកំពុងតែធ្វើការដាក់តាំងលក់ហើយនឹងមានក្រុមបុគ្គលិកគាត់ដូចថាមានភាពរួសរាយរាក់ទាក់បាទឬក៏បងប្អូនចង់សួរព័ត៌មានអីគាត់អាចថាប្រាប់ជូនបានពីការប្រើប្រភេទថ្មអូតូប្រើបែបណាឲ្យត្រូវស្តង់ដារជូនពុកម៉ែបងប្អូនវីដេអូនេះពុកម៉ែបងប្អូនជួយ share ផងបាទសូមអរគុណសូមជម្រាបលា